អូខេអ្នកទាំងអស់គ្នាខ្ញុំពិតជានឹកស្មានដល់ទេជាមួយនឹងរឿងឥណ្ឌូនេស៊ីមួយនេះដែលរឿងឥណ្ឌូនេស៊ីនេះមានឈ្មោះថាកំពីគ្រូខ្មោចកាច់និងអំពើផ្លូវងឹតរឿងនេះនិយាយតាមត្រង់ហ្មងអ្នកទាំងអស់គ្នាតាំងពីដើមដល់ចប់រឿងហ្នឹងគឺបញ្ញាក់សាហាវរឿងហ្នឹងគឺកន្លែងណាក៏វាបញ្ញាក់ហ្មងវាក៏តែយើងងាកមុខផឹកមកផ្លឹកអញ្ចឹងស្អែកអីចឹងទៅក្នុងរោងកុនមហោលវាស្អែកពីទៅនិយាយរឿងហ្នឹងផ្ទាល់និយាយមែនអ្នកទាំងអស់គ្នាខ្ញុំរេតឲ្យ8លើ10មានអារម្មណ៍ថារឿងហ្នឹងវាដូចរឿងឥណ្ឌូនេស៊ីផ្សេងទេរឿងនេះគឺមានដើមមានកតុយមានចុងគឺមួយអែមចំពោះរឿងនេះផ្ទាល់ហើយបើនិយាយពីសកម្មភាពនៅក្នុងរឿងនេះវិញលក្ខណៈថាពៀរងប់ដោយការមិនចង់ពៀប៉ុន្តែបើអ្នកណាមានពៀធ្វើពៀទៅលើហ្គេមអ្នកនោះគឺអ្នករងកម្មវិញតែម្ដងអញ្ចឹងមានថារឿងនេះអប់រំមានអប់រំហើយមានល្អមើលរឿងល្អមើលខ្ញុំរឿងឥណ្ឌូនេស៊ីដែលខ្ញុំគិតថាល្អមើលបើនិយាយពីតួអង្គវិញតួអង្គម្នាក់ស្រីនោះដែលថាចង់ជាបាត់គេវាចង់ធ្វើបាត់គេសាហាវយល់មែនអ្នកនរគ្នារឿងហ្នឹងវាដាក់អាគមផងស្អីផងប៉ុន្តែនិយាយតាមត្រង់ហ្មងចុងក្រោយគឺខ្ញុំពេញចិត្តខ្លាំងទៅពេលដែលខ្ញុំអត់និយាយទេតែតែបើខ្ញុំនិយាយទៅគឺអ្នកនរគ្នាមើលដឹងឥឡូវខ្ញុំសុំ spoil ទៀតខ្ញុំប្រត់បានទេឥឡូវ spoil ហ្មងហើយរឿងហ្នឹងផ្ទាល់ហើយអ្នកនរគ្នាជាមួយចាប់ដើមពីដំបូងដោយសារតែរឿងនេះតើទៅមួយអាគមមានថាខាងគ្រួសារមួយទៀតធ្វើតែលើខាងគ្រួសារមួយទៀតជាប្រពន្ធចុងអីចឹងទៅពេលទៅក៏ម៉ែឪគេស្លាប់អីទៅសារតែកូនមួយក៏ខាងម៉ែប៉ុណ្ណាយកមកចិញ្ចឹមនៅពេលយកមកចិញ្ចឹមទៅក៏ដល់ធំឡើងទៅបំរើធ្វើជាអ្នកបំរើហ្មងនិយាយតាមត្រង់ហើយក៏ដល់ពេលទៅដល់កន្លែងមួយហ្នឹងគឺវាទ្រាំបានដោយសារតែការរោគសម្ពាធពីអ្នកគ្រួសារហ្នឹងផងហើយក៏វាមានអារម្មណ៍ថាវារស់នៅដូចជាវាមិនមែនជាខ្លួនឯងវាពិបាកវេទនាពេកក៏វាទ្រាំបានដោយសារតែនៅពេលដែលយាយមួយក្នុងគ្រួសារនឹងស្លាប់ក៏វាទៅរោជាមួយនឹងគ្រូដើម្បីធ្វើអាគមហ្នឹងទៅចុងក្រោយអាគមហ្នឹងគឺធ្វើបានសម្រេចរបស់វាមែនណាធ្វើអាគមដល់ចុះបញ្ចប់វាអាគមហ្នឹងយកមកខ្លួនឯងវិញតែខ្ញុំអត់និយាយថាវាមិនទេណាចឹងអ្នកនរគ្នាចាំទៅទស្សនារឿងនេះផ្ទាល់រឿងគ្រូខ្មោចនិងគ្រូខ្មោចកាច់និងអំពើផ្លូវងឹតរឿងហ្នឹងគឺចាក់បញ្ចាំងគ្រប់រោងភាពយន្តទាំងអស់គឺចាប់ពីថ្ងៃទី3 ខែតុលាឆ្នាំ2025គ្រប់រោងភាពយន្តទាំងអស់នៅប្រទេសកម្ពុជាបាយបាយ